មនុស្សមិនដូចគ្នាមនុស្សម្នាក់មានចរិតខុសគ្នាសន្សំឧបនិស្ស័យមកផ្សេងគ្នាអ្នកមិនអាចបង្ខំគេឲ្យគិតដូចអ្នកឬធ្វើតាមអ្នកគ្រប់រឿងឡើយគេមានរបៀបគិតរបស់គេយើងមានរបៀបគិតរបស់យើងមិនដូចគេក៏មិនដូចយើងដែរមិនមែនថាមិនខ្វល់នោះទេអ្នកនៅតែជួយកែតម្រូវជួយតម្រែតម្រង់បើគេកែបានជារឿងល្អបើគេមិនព្រមកែទេទោះបីអ្នកយំយែកស្រែកទួញទៅក៏មិនដឹងបានអីមកវិញអ្នកណាវិច្ចសម្ពាយកម្មណានឹងទទួលផលនៃកម្មនោះដោយខ្លួនឯងអ្នកជួយណែនាំដោយមេត្តាចិត្តតែអ្នកក៏ត្រូវមានបញ្ញាហ៊ានទទួលស្គាល់ការពិតថាអ្នកប្រឹងអស់ពីសមត្ថភាពហើយអ្នកមិនអាចបង្ខំគេឲ្យដូចអ្នកបានទេម្នាក់មានផ្លូវដើររៀងខ្លួនទាល់តែចេះព្រមខ្លះចេះទទួលស្គាល់ការពិតខ្លះទើបមិនសូវមានទុក្ខ